តោះថ្ងៃនេះមកចាប់បកងមេបាពូជលក់ទៅជូនខាងបងប្អូននៅខាងខេត្តតាកែវចំនួន10គូហើយបងប្អូននៅខាងខេត្តសៀមរាបចំនួន10គូបកងនៅក្នុងអាងនេះតិចដែរมันមានប្រហែលតែត្រឹម100គូជាងអាងនៅខាងនោះมันមានច្រើនអញ្ចឹងឥឡូវនេះយើងចាប់យ៉ាងសិនទៅអាណាតូចឬក៏មិនសូវស្អាតចាំយើងចាប់ចេញវិញហើយអាណាធំល្អហើយស្អាតចាំយើងដាក់ជូនគាត់បកងនេះសុទ្ធតែមេបាពូជយកទៅចិញ្ចឹមរយៈពេលតែ1ខែឬក៏ជាង1ខែតិចតួចគឺមានពងហើយអញ្ចឹងរយៈពេលចិញ្ចឹមរយៈពេល1ខែចាំរហូតទឹកចេញហើយឆែកមេពងហើយចាំបាច់មេពងដោយមេពងទៅហើយបើសិនជាបកងដែលអត់ទាន់មានពងចាំយើងដាក់ផ្កាតទៀតហើយបើពុកម៉ែបងប្អូនចង់ចិញ្ចឹមបកងចង់ចិញ្ចឹមចង់បើឬក៏តម្រូវការទិញចុះអាសូឡាអាចតាក់ទងមកខាងកសិដ្ឋានខ្ញុំបានសម្រាប់បកងគឺមានដូចជាកូនកបកងយំតុងមេបាពូជហើយនឹងមេពងមេពងគឺវាមានពងស្រាប់បងយកទៅចិញ្ចឹមរងចាំតាថ្ងៃដែលវាញោមហើយបើពុកម៉ែបងប្អូនស្រឡាញ់មួយណាអាចកំងមួយនឹងបានហើយសម្រាប់ការទិញបកងពីខាងខ្ញុំទៅដូចជាបកងខ្យងឬក៏ចុះអាសូឡាពីខាងកសិដ្ឋានខ្ញុំទៅគឺសុទ្ធតែមានលើសជូនហើយបើទិញបកងចំនួន10គូគឺខ្ញុំថែមជូន1គូហើយបើទិញ100គូគឺថែមជូន10គូអញ្ចឹងទៅហើយសម្រាប់ខ្យងនិងចកគឺដូចគ្នាហើយសម្រាប់ការផ្ញើវិញគឺខាងកសិដ្ឋានរបស់ខ្ញុំហ្នឹងធានាការខុសត្រូវបើសិនជាមានករណីងាប់ច្រើនជាងអ្វីដែលខ្ញុំលើសជូនគឺខ្ញុំចេញសងខ្យងបកងឬក៏ចុះអាសូឡាថ្មីជូនពុកម៉ែបងប្អូនវិញអត់ឲ្យពុកម៉ែបងប្អូនចំណាយលុយឲ្យខាតលុយមកទៅទេអញ្ចឹងវីដេអូក្នុងការចាប់បកងលក់ជូនបងប្អូននៅខាងខេត្តតាកែវហើយនិងខាងបងប្អូននៅខាងសៀមរាបមានតែប៉ុណ្្នឹងទេសូមគោរពនិងជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា